កម្ពុជាក៏បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយបាទស្ដីពីកម្រងបទបញ្ញត្តិនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុបាននៅថ្ងៃទី9ខែធ្នូឆ្នាំ2025ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកម្រងបទបញ្ញត្តិនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបាទមីវ៉ាន់បាទរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអសហបាទឯកឧត្តមមីវ៉ាន់បានមានប្រសាសន៍ថាការរៀបចំសិក្ខាសាលានេះថ្ងៃនេះបាទជាផ្នែកមួយនៃការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតមានឡើងដោយសារនិន្នាការបច្ចេកវិទ្យានិងនិន្នាការ Digital ជាពិសេសគឺការឆ្លើយតបទៅនឹងចលនាការនៃការធ្វើ Digital ភាវូបនីយកម្មនិងការធ្វើបរិវត្តកម្ម Digital ក្នុងវិស័យហិរញ្ញវត្ថុដែលមិនត្រឹមតែផ្ដល់បាទកាលានុវត្តភាពនិងសក្តានុពលភាពសម្រាប់សេដ្ឋកិច្ចនិងសង្គមប៉ុណ្ណោះទេប៉ុន្តែថែមទាំងនាំមកនៅបញ្ហាប្រឈមមួយចំនួនផងដែរដែលក្នុងនោះរួមបញ្ចូលនៅជាអាចបាទបច្ចេកស័ព្ទបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីមានលក្ខណៈបច្ចេកទេសនិងពិបាកយល់ព្រោះហេតុផលពីរយ៉ាងបាទគឺបច្ចេកស័ព្ទបាទបច្ចេកវិទ្យាមានលក្ខណៈពិបាកយល់រួចទៅហើយថែមទាំងបច្ចេកស័ព្ទហិរញ្ញវត្ថុក៏មានលក្ខណៈពិបាកយល់មួយកម្រិតទៀតហើយបាទការងារគតិយុត្តនិងការងារនិយតកម្មវិវត្តឥតឈប់ឈរមានលក្ខណៈស្មុគស្មាញជាពិសេសច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានលក្ខណៈបែកខ្ញែកនិងរប៉ាត់រប៉ាយពលគឺមិនមានលក្ខណៈប្រមូលផ្ដុំដែលការនេះបាននឹងកំពុងคล้ายជាឧបសគ្គមួយទៅដល់ការសិក្សាការវិភាគនិងការវិតម្លៃពីតម្រូវការនៃការរៀបចំការធ្វើវិសោធនកម្មនិងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះអគ្គលេខាធិការអសហដែលមានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងជាអង្គភាពបាទបដិវត្តកម្មនៃអសហជាសេនាធិការបានរៀបចំឧបករណ៍ការងារគតិយុត្តសំខាន់បាទរួមមានកម្រងបទបញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងធ្វើបច្ចុប្បន្នកម្មជាប្រចាំចាប់ពីឆ្នាំ2022មកដោយប្រមូលផ្ដុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានដែលជាអត្ថបទច្បាប់ដើមបាទពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុប្រកបទៅដោយកតវិជ្ជាគតិយុត្តដែលក្នុងនោះមានការប្រើប្រាស់វិធីសាស្ត្រនៃការរៀបចំចងក្រងដោយផ្អែកតាមបាទការសិក្សាស្រាវជ្រាវពីឧត្តមមានុវត្តជាតិនិងអន្តរជាតិនិងការប្រមូលធាតុចូលពីគ្រប់តួអង្គពាក់ព័ន្ធព្រមទាំងនវានុវត្តន៍បន្ថែមដើម្បីជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ហិរញ្ញវត្ថុរហូតដល់ឆ្នាំ2025ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបាទអគ្គបណ្ឌិតសភិជាអូនប៉ុនមនីរដ្ឋឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាប្រធានក្រុមប្រឹក្សាអសហលើការធ្វើបាទវិសោធនកម្មបាទកម្រងបទបញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុទៅជាកម្រងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុដែលត្រូវប្រមូលផ្ដុំនៅច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធផ្ទាល់ទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុប៉ុណ្ណោះរួមបញ្ចូលទាំងគោលការណ៍ណែនាំដែលមានអនុភាពបង្កប់បញ្ជានិងណែនាំអនុវត្តបាទការរៀបចំសិក្ខាសាលានេះថ្ងៃនេះមានសារៈសំខាន់មិនអាចខ្វះបានក្នុងបុព្វហេតុមួយផ្សព្វផ្សាយដើម្បីជំរុញការយល់ដឹង2ផ្សព្វផ្សាយដើម្បីជំរុញការប្រើប្រាស់ស្នាដៃកម្រងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសន្តានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុដែលជាវណ្ណកម្មពុទ្ធិរបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនិងអង្គភាពបាទបរិវត្តកម្ម Digital នៃអសហនិង3ពីគ្រោះយោបល់និងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីធានាបាទសង្គមភាពគុណភាពបូរណភាពនិងភាពគ្រប់ជ្រុងជ្រោយនៃការរៀបចំកម្រងនិងសត្យានុក្រមសម្ដៅធ្វើឲ្យវណ្ណកម្មពុទ្ធិទាំងនេះអាចប្រើប្រាស់បានសម្រាប់គ្រប់តួអង្គពាក់ព័ន្ធនិងជាឧត្តមប្រយោជន៍ទៅដល់ការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុនិងបដិវត្តកម្ម Digital បាទនេះគឺជាការរៀបចំបាទសិក្ខាសាលាស្ដីពីគេថាកម្រងបទបញ្ញត្តិនិងសត្យានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ